ឡើងភ្នំមួយចុះភ្នំមួយមិនចេះចប់មិនចេះហើយបើតាម៉ែចាំមិនខុសនោះទេជួរភ្នំនោះជាភ្នំក្រវាញពួកយើងនៅតែបណ្ដើរដើរទៅមុខស្រាប់តែជួបគ្រួសារមួយនៅក្នុងព្រៃគេបាននិយាយមកកាន់យាយរបស់ឯងថាបងអើយតើមុខមិនយូរទេគឺដល់ថៃហើយប៉ុន្តែបើមិនចាំបាច់នាំតែខាតជើងទេត្រឡប់ក្រោយឲ្យហើយទៅពីព្រោះត្រូវឆ្លងអូមួយយ៉ាងធំហើយបងស្រីក៏តែឯងកូនក៏សុទ្ធតែនៅតូចអញ្ចឹងហើយមិនកើតទេឈប់ត្រាំនឹងទៅកូនអើយគ្រាន់តែឮពាក្យនេះចៃឯងដូចមានក្តីសង្ឃឹមណាស់គាត់ខំនាំកូនដើរទៅមុខបន្តទៀតឲ្យប្រាប់ថាខំតកូនបន្តិចទៀតដល់ថៃហើយពេលទៅដល់ទីនោះយើងសុំគេចូលយើងពិតជារស់ហើយយើងនិយាយផងធ្វើដំណើរផងมันយូរប្រមាណស្រាប់តែទៅដល់ទីនោះមែនវាគឺជាអូមួយដែលមានកម្លាំងទឹកហូរដ៏ខ្លាំងចុះពីលើភ្នំមកនៅទីនោះក៏មានមនុស្សម្នាជាច្រើនគ្រួសារព្យាយាមឆ្លងគ្រួសារខ្លះក៏ឆ្លងផុតហើយមានគ្រួសារខ្លះទៀតក៏យំសោកសៅដោយសារតែសមាជិករបស់ខ្លួនហូរទៅតាមទឹកបានពេលនោះម៉ែបែរភ្នែកពីទឹកហូរមើលយាយឯងទឹកភ្នែករបស់គាត់ចាប់ផ្ដើមស្រក់ហើយទឹកមុខរបស់គាត់ក៏បានស្ដែងនៅក្តីទុកមកគាត់អង្គុយគិតមួយសន្ទុះហើយក៏និយាយថាកូនអើយយើងមិនចាំបាច់ខំឆ្លងទៅថៃទេតាមកម្មទៅចុះយើងធ្វើដំណើរទៅកន្លែងផ្សេងទៀតវិញបើជ្រោតែរស់ឬស្លាប់ក៏ស្លាប់នៅក្នុងដីខ្មែរយើងវិញគ្រាន់តែនិយាយចប់ភ្លាមយាយឯងក៏នាំពួកម៉ែធ្វើដំណើរតាមប្រមិត្តអូននោះដើរឡើងទៅលើប្រហែលដើរជា3-4ម៉ោងស្រាប់តែពួកឯងវាបានស្រែកថាម៉ែមើលនៅចំការពួនពេលនៅគ្រប់គ្នាងាកមើលឃើញញញឹមដោយក្តីសង្ឃឹមរត់ទៅរកចំការពោដែលគេទុកចោលពីពេលណាមិនដឹងដោយក្តីសោកមនុស្សអរកូនប្រុសកូនស្រីជីវិតម្ដាយអើយជីវិតរបស់យើងគ្រប់គ្នានៅពេលខ្លះយើងបានដើរដល់កលៈទេសៈមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាអស់ផ្លូវប៉ុន្តែមិនពិតទេកូនម្ដាយប្រសិនដើរផ្លូវទោះនឹងមានផ្លូវមួយទៀតសម្រាប់កូនទៅប្រសិនបើកូនដើរទៅតាមទ្វារមួយបិទនោះនឹងមានទ្វារផ្សេងទៀតចំហសម្រាប់កូនជាមិនខានសំខាន់ឬកូនមិនត្រូវបោះបង់ចោលខ្លួនឯងទេទោះបីជាមើលទៅដូចជាគ្មានផ្លូវក៏ដោយកូនត្រូវតែក្រោកឈរហើយរកវិធីសាស្ត្របន្តទៅមុខទៀតដើម្បីបង្កើតផ្លូវសម្រាប់ខ្លួនឯងមិនមែនពាក្យថាអស់ផ្លូវទៅសម្រាប់ជីវិតឲ្យតែកូនព្យាយាមរកដំណោះស្រាយថាមិនត្រូវផ្លូវតដែលកូនបានទៅនោះមិនសូវជាល្អប្រមាណសម្រាប់កូនឡើយប៉ុន្តែផ្លូវថ្មីមួយទៀតនោះវាសែនល្អជាងអ្វីដែលកូនគិតហើយវាកំពុងតែរងចាំកូនភាពអស្ចារ្យនៃជីវិតរងចាំកូនគ្រប់ពេលវេលាឲ្យតែកូនបន្តដំណើរជីវិតរបស់កូនទៅមុខទៀតដូច្នេះហើយសូមពរលោកកុំបោះបង់ខ្លួនឯងចោលឲ្យសោះណាទោះបីជាមានពេលដែលកូនសុញកំណត់អស់សង្ឃឹមគ្មានផ្លូវនឹងបន្តទៀតក៏ដោយឲ្យតែកូននៅតែបន្តព្យាយាមកូននឹងអាចទៅដល់ទីកន្លែងមួយដែលគាត់ប្រសើរ